បងប្អូនដែលនៅកូរ៉េតំបន់អាសានឆុនអានចង់ថេកចង់មកលេងសួននេះនៅផ្កាយអីហីផ្កាទូលីបវិញស្អាតណាស់បងប្អូនគេដាំមកភ្នំហ្មងនិយាយរួមមកចកេះភ្នំហ្មងស្អាតនេះហើយថ្លៃសពតចូលគឺ15000ខ្ញុំគិតថាมันថ្លៃប៉ុន្មានទេព្រោះយើងកន្លែងដើរលេងវាច្រើនហើយធំទៀតស្អាតចាំខ្ញុំដាក់អាស័យដ្ឋាននៅក្នុង comment បងប្អូនចូលមកលេងបាននេះកំឡុងពេលខែ5នេះរហូតដល់និយាយរួមកន្លែងដើរលេងមករហូតហ្មងហើយស្អាតណាមើលផ្កាអូផ្កាមកខាងភ្នំហ្មងតាំងពីកពូភ្នំចុះដល់កពោចអូស្អាតមែនតើមើលដោយសារតែវារុះខ្លះទេវាជ្រុះខ្លះអញ្ចឹងណាកុំអីស្អាតណាស់បងប្អូនហើយមើលតែកាមេរ៉ាដឹងហើយនេះអូនេះស្អាតណាស់ឃើញទេកាមេរ៉ាចាប់អូអត់ទោះនេះផ្កាក្រហមផ្កាក្រហមហើយកន្លែងនេះមានកៅអីអង្គុយមានទឹកជ្រោះមានស្អីសពសត្វមានសត្វព្រៃមានកន្លែងលេងកីឡាក្មេងៗហើយថ្ងៃនេះថ្ងៃបននេះតិចបនកូនក្មេងហ្នឹងទៅបងកូនក្មេងថ្ងៃនេះគេមាន free ការ៉េមសម្រាប់ក្មេងៗទៀតអែមនេះអែមស្អាតនេះស្អាតនេះកុំភ្លេចបងប្អូនមកលេងទាំងអស់គ្នានៅតំបន់អាសានស៊ីនៅចិត្តឧទ្យានអ៊ុងឆុនជីមានឡានក្រុងមកដល់ដែរឡានក្រុងលេខ600លេខ610ហ្នឹងជិះម្ដងងាយស្រួលជិះស៊ីមកងាយស្រួលចាំថ្ងៃតិចអែមហើយអ្នកមើលវីដេអូនេះកុំភ្លេចជួយ share ម្នាក់មួយផងចាំខ្ញុំតម្លាក់អាស័យដ្ឋាននៅក្នុង comment ឲ្យបងប្អូនមកលេងមើលផ្កាដើមគេញែកថតអីផងនឹងជ្រុះអស់នឹងរាយនោះផ្កាក្រហមនោះផ្កាក្រហមនោះក្រហមអាក្រហមនោះស្អាតជាងគេហ្មងផ្កាទូលីបគឺស្អាតដែរអូនេះមើលរិចមើលកន្លែងគេចូលថតចូលលឹងនេះនេះអូស្អាតមែនតើហ្មងអ្នកដែលចូលចិត្តផ្កាមកនេះគឺត្រូវហ្មងស្ដាប់សលេងទឹកជ្រោះស្ដាប់សលេងទឹកជ្រោះស្ដាប់សលេងសត្វអីណាអូត្រជាក់ស្រាប់ដើមឈើត្រជាក់មលុបនេះការពណ៌លឿងហើយបងប្អូនដែលទស្សនាវីដេអូកុំភ្លេចជួយ share ចែករំលែកម្នាក់មួយផងឲ្យដល់តែអ្នកដែលចង់មកលេងអញ្ចឹងយើងធ្វើការហត់នឿយយើង stress យើងដើរលំហែខាងក្រៅខ្លះទៅបងប្អូនហើយកុំឲ្យពេញចេញពីធ្វើការនៅតែក្នុងបន្ទប់គឺ stress ណាស់យើងចេញមកយកបរិយាកាសខាងក្រៅស្រូបខ្យល់បរិសុទ្ធអញ្ចឹងដើម្បីកុំឲ្យ stress មានកម្លាំងធ្វើការទៀតរកលុយនេះហើយបងប្អូនខ្ញុំតម្លាក់អាស័យដ្ឋាននៅក្នុង comment បងប្អូនកុំភ្លេចជួយ follow page និងជួយ share ហើយមិនឆ្ងាយប៉ុន្មានខ្ញុំគិតតែជិះតាក់ស៊ីពីអ៊ុនយ៉ាងមកប្រហែលអស់10000ជាងហ្នឹងប៉ុណ្ណឹងល្មមមកគ្នា 4-5 នាក់មកច្រើនមកបានដើរលេងសប្បាយហើយមើលផ្កានេះបងប្អូនឲ្យស្អាតមែនតើថតរូបប៉ុណ្ណាក៏ស្អាតដែរវងប្លង់នេះក៏ស្អាតដែរមើលពីនេះទៅនោះសមុទ្រសាប់ខ្យល់ហូរនៅហ្នឹងអ្នកដែលធ្លាប់ទៅសាប់ខ្យល់ហូរឃើញហើយសមុទ្រនៅជិតមាត់សមុទ្រដែរតែហ្មងនេះហើយកន្លែងថតរូបអត់សាំភ្នែកទេមានប្លែករហូតហ្មងហើយមើលផ្កាទាំងផើងរៀបចំរហូតហ្មងថតរូបដឹងស្អាតបងប្អូនអើយនេះទាំងផើងនេះខ្យល់បក់មកពីសមុទ្រមកភើយមកជាក់លហឹមហ្មងនេះសមុទ្រនោះសមុទ្រដៃអានេះមិនមែនសមុទ្រធំដៃសមុទ្រហើយនេះគេប្រកែរៀបចំកន្លែងនេះធំមែនតើហ្មងដើរមកហត់ចុះភ្នំឡើងភ្នំមកចកេះភ្នំនេះល្វឹងល្វើយផ្កាវិញរាប់សិបប្រភេទរាប់រយមុខមិនឲ្យយើងសាំភ្នែកទេដល់រដូវផ្កាកុលាបទៀតដល់រដូវផ្កាស្បៃរឿងផ្កាស្បៃរឿងនិយាយរួមតកតុយគ្នារហូតលេងគ្រប់រដូវហ្មងកន្លែងនេះទោះបីជារដូវត្រជាក់ក៏ដោយក៏នៅគឺមានដើមផ្កាផ្សេងលេងដែរថតរូបស្អាតដែរហើយផ្កាបងប្អូនមិនមែនមានតែផ្កាមួយប្រភេទហ្នឹងទេគឺមានច្រើនប្រភេទមែនតើចប់មួយរដូវផ្កាដូររហូតចប់និយាយរួមផ្កាមួយរដូវនេះខូចគេដាំតរហូតដល់ផ្កាទូលីបចប់ផ្កាទូលីបចូលផ្កាកុលាបចប់ផ្កាកុលាបចូលផ្កាស្បៃរឿងនិយាយរួមគឺតរហូតអត់មានឲ្យអត់ផ្កាទេគឺគេដាំបន្តរហូតខូចអាចាស់ដាំអាថ្មីចេញផ្កាតគ្នារហូតបន្តបរិយាកាសឲ្យស្រស់បំព្រងកន្លែងគេរហូតចឹងហ្មងបងប្អូនអូស្អាតហើយនេះបងប្អូនអានេះផ្កាគេស្បៃរឿងផ្កាគេស្គាល់ទេពណ៌លឿងផ្កាស្នោមតែស្អាតដែរមកចកេះភ្នំយកមកថតរូបប្លង់ណាក៏ស្អាតដែរហើយមានដើមឈើមានអីអូហើយនេះអានេះផ្កាទូលីបនេះស្អាតដែរ
nè cái nhỉ rít rít tới rút chúc tới rôi tới hay nọ buộc hòm một con này buộc hòm sát bên tên đúng nó cái gì sát ô dây rùm từ nia một thao rút mà plana của xa đây nè bậc cái thao rút ấy màu lên ban đây đầm bón chọn ăn san đầm bón san này sát đây nơi chất dòng ấy nên play tay sắp show hố này nè của squad